dương từng ở khía đăng ngay tha lối sầm khăn con chỉ vật bảo dương của ấy vi chỉ này môiใน sực đầy sọc ប៉ុន្តែបើសិនជាសុខភាពរបស់យើងអត់ល្អទេក៏វាអត់អាចទៅចាយលុយទាំងអស់នឹងបានដែរចឹងថ្ងៃនេះខ្ញុំមាន4ចំណុចធំៗដែលជួយឲ្យទាំងអស់គ្នាអាចយកទៅអនុវត្តបានទី1គឺខ្ញុំតែងតែទៅហាត់ប្រាណចឹងមួយថ្ងៃយ៉ាងហោចណាស់ក៏ខ្ញុំចំណាយពេល30នាទីទៅ1ម៉ោងដើម្បីខ្ញុំហាត់ប្រាណធ្វើមិនឲ្យចេញញើសដែរចឹងពេលដែលរៀងចេញញើសមកយើងមានអារម្មណ៍ថាអូខេរៀងស្រួលខ្លួនចឹងទៅទី2គឺទាំងអស់គ្នាខ្ញុំចាប់ផ្ដើមចូលគេងរៀងលឿន9 10អីខ្ញុំចាប់ផ្ដើមចូលគេងហើយព្រោះអីការគេងគ្រប់គ្រាន់ឆ្លាស់ពី7ទៅ8ម៉ោងវាអាចធ្វើឲ្យយើងងើបមក fresh ហើយជាពិសេសគឺធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានកម្លាំងច្រើនជាងមុនយើងអត់ឆាប់ភ្លេចហើយសម្រាប់ចំណុចទី3គឺលើរបបអាហារចឹងក៏ពេលខ្ញុំទៅ check up ខ្ញុំឃើញថាស្ករខ្ញុំមានការឡើងចឹងគ្រូពេទ្យប្រាប់ថាអូខេយប់ឡើងតោមញ៉ាំបាយខ្លះទៅឬក៏របស់ណាដែលផ្អែមសម្រាប់ចំណុចទី4ទាំងអស់គ្នាគឺតើតឹមជាមួយនឹងការដែលយើងពេលមានបញ្ហាមាន pressure យើងត្រូវតែទៅដើរលេងខ្លះព្រោះការដែលយើងទៅដើរលេងវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងដកខ្លួនឯងចេញពីបញ្ហាហើយយើងចាប់ផ្ដើមមក strengthen ទៅលើ body របស់យើងចឹងបើសិនជាណាគេដែលគាត់ថាអូខេខ្ញុំរៀងបបាក់ខ្ញុំមិនត្រូវធ្វើមិនទេអីចឹងចឹងទាំងអស់គ្នាទៅក្រៅទៅដើម្បីខ្លួនឯង relax ចឹងទាំងអស់គ្នាត្រឡប់មកវិញគឺ4ចំណុចហ្នឹងហើយដែលជួយឲ្យខ្ញុំតែងតែ stay healthy ហើយខ្ញុំគិតថាលុយសំខាន់ក៏ប៉ុន្តែសុខភាពរបស់យើងរត់តែសំខាន់ចឹងបើសិនជាណាគេគិតថាគេលុយសំខាន់កុំភ្លេចស្រឡាញ់សុខភាពខ្លួនឯងព្រោះអីតែយើងអត់មានសុខភាពល្អទេលុយដែលយើងបានរកហ្នឹងអត់បានចាយទេទាំងអស់គ្នាអញ្ចឹងកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យខ្លាំង